ថ្នាំអបសក់មានច្រើនមែនតើនៅលើទីផ្សារប៉ុន្តែវីតាមីននៅក្នុងថ្នាំអបសក់ហ្នឹងមានច្រើនឬក៏តិចគឺយើងអត់ដឹងទេមែនអត់ថ្ងៃនេះខ្ញុំចង់បណ្ដៃនាំបងៗទាំងអស់គ្នាអំពីវីតាមីនដែលមាននៅក្នុងថ្នាំអបសក់ NRKS គឺមានសារជាតិថ្នាំអបសក់ដ៏សំខាន់គឺសារជាតិ collagen និងសារជាតិ trypsin បងដឹងទេថាសារជាតិ trypsin ហ្នឹងជាភាសាខ្មែរបកប្រែថាប្រឆាំងជាមួយការឆេះឬក៏ខូចរបស់សរសៃសក់ព្រោះនៅក្នុងហ្នឹងគឺមានប្រូតេអ៊ីនដើម្បីបំពន់ឲ្យសរសៃសក់យើងរឹងមាំហើយដើមធំទៀតផងខ្ញុំជឿថាបើសិនវីតាមីននៅក្នុងផលិតផលហ្នឹងមានតែមួយមុខវាអត់សំខាន់ទេខាងហ្នឹងគឺមានវីតាមីនច្រើនមុខទៅវាត្រឹមត្រូវជាមួយនឹងគ្រប់ស្ថានភាពនិងជាមួយនឹងសរសៃសក់ឥឡូវបងក្រឡេកមកមើលនៃការប្រើប្រាស់លើសរសៃសក់របស់ខ្ញុំវិញដែរនៅពេលដែលខ្ញុំលាបមកលើសរសៃសក់សក់ដែលចម្ពាក់ទាំងប្រមាណគឺវាអត់ចម្ពាក់ដូចមុនទៀតទេគឺរឹងរលោងមកតាមដៃខ្ញុំតែម្ដងហើយមិនត្រឹមតែប៉ុណ្្នឹងទេអ្វីដែលខ្ញុំទទួលបានគឺសក់រលោងហើយទន់ទៀតផងអូយក្រោយពេលដែលខ្ញុំបានប្រើប្រាស់នៅលើសរសៃសក់ហើយខ្ញុំមានអារម្មណ៍ថានឹងទទួលបានក្លិនក្រអូបប្រហើរអញ្ចឹងសម្រាប់ខ្ញុំផ្ទាល់មានតែមួយកំប៉ុងនេះគឺទុកចិត្តតែម្ដងអញ្ចឹងសម្រាប់បងទាំងអស់គ្នាដែលលើដែលខ្ញុំនិយាយនេះវានឹងមិនអាចនឹងគ្រប់គ្រាន់ទេមានតែបងទាំងអស់គ្នាយកទៅសាកប្រើប្រាស់ទៅល្អសម្រាប់ខ្លួនឯង